មកជំរាបសួរអតិថិជនហាកង់ចាក់កែទាំងអស់គ្នាបាទខ្ញុំចូលកង់ classic មួយគ្រឿងទៀតហើយសម្រាប់កង់បាទNoco បាទជាប្រភេទជូជប៉ុនបាទកង់នេះខ្ញុំនិយាយថានៅថ្មីប៉ុន្តែវាចាស់ដោយសារគេទុកចោលបាទសម្រាប់ដៃផ្ទះវាគឺជាប្រភេទ Shimano Duro Age បាទ classic តែម្ដងបាទហើយកសេះវាគឺស្អាតហើយកង់នេះស្រាលមិនជាបងមើលផ្ទាល់គឺស្រាលមែនតើហើយសាយទូចទេសាយ42ទេ42 43បាទហើយខាងនោះក៏ Duro Age ដែរវាយច្បាស់រហ័សលឿនមែនតើបាទហើយជាប្រភេទ classic មែនតើហើយសម្រាប់ដៃធានតគៀបគាត់នេះគឺជាប្រភេទតគៀប Duro Age តែម្ដងផុសទៀតបាទតែអត់មានបាញ់ថ្នាំគឺដាប់ទៅតែម្ដងហើយសម្រាប់ចំពោះគឺប្រភេទ Easton Kisney Carbon Fiber តែម្ដងកាឡាស្អាតមិនធ្លាប់ឃើញទេសម្រាប់កាឡាបែបនេះបាទក្នុងមុខក្រោយក៏បំពាក់មកជាមួយនឹងប្រភេទដុំស្វិត Shimano 105រអិលស្រួលមែនតើបាទជាមួយនឹងកាំរបស់គាត់បាទជាមួយនឹងខ្នងដែរគឺស្អាតសម្រាប់105មួយនេះបាទខ្នងក៏ធ្វើប្រទាមកទូចស្អាតហើយជាមួយសបកមកជាប់ញ័របានផ្លឹកការផ្លាស់ប្ដូរទេបាទដូចខ្ញុំបញ្ជាក់ដោយសារកង់នេះទុកចោលហើយបំពាក់ជាមួយនឹងក្លាប់ក STX បាទជាមួយនឹងទឹកថ្នាំតួពណ៌ខៀវឆ្លុះហើយកន្លែងនេះក៏លក្ខណៈ classic ដែរគឺមានសម្រាប់កន្លែងកាច់សេរីតឹងធូសម្រាប់ទៅលើខ្សែ derailleur ឬក៏ខ្សែ derailleur មុខក្រោយណាបាទសម្រាប់គាត់ design គឺ Noco ស្អាតមែនតើសម្រាប់ពណ៌ខៀវប៉ុណ្នេះបាទជាមួយនឹងដើរជើង10ទឹកមួយបាទហើយ delay យើងឃើញអក្សរដាក់ Japan 100% តែម្ដងហើយនឹងសរសេរអក្សរជប៉ុនខ្ញុំអត់ចេះទេសម្រាប់អក្សរបែបស្រៀងសរចិនបាទគឺស្អាតមែនតើសម្រាប់ classic បាទបងប្អូនស្រឡាញ់បាទសម្រាប់យើងទៅមើលកែបតិចសិនបាទកែបគឺកែបស្បែករបស់គាត់ជាប់តែម្ដងគឺគាត់ដាក់ sleep systematic បាទប្រភេទ cell ដែរប៉ុន្តែ Santorin បាទ DHO បាទនៅស្បែកស្អាតតែម្ដងអត់មានបញ្ហាទេគ្រាន់តែវាសឹកប៉ុន្តែយើងជិះទៅស្រួលមែនតើបាទសម្រាប់មួយនេះហើយកែបកគោកែបក៏ប្រភេទលុយញោមដែរបាទដងកែបដកកវ៉ាន់ដងកែបគឺធ្វើស្អាតបាទដែលឡែកតគៀបខាងក្រោយក៏ Duro Age ផុសដូចគ្នាដែរគឺប្រភេទដាប់ជាប់នៅនឹងតែម្ដងគឺមិនងាយរលប់ទេអក្សរ Duro Age របស់គាត់គឺកប់តែម្ដងសម្រាប់គ្រឿងកង់គក់គឺ Duro Age នេះឯងបាទសម្រាប់ជង្គង់នេះគឺជាប្រភេទជង្គង់ Shimano ដែរតែរលប់អក្សរអស់ហើយយើងនៅតែពាក្យ Holotex ហើយស្រាលមែនតើសម្រាប់ជង្គង់មួយនេះគឺខ្ញុំបានដោះសម្អាតរួចរាល់ហើយទឹកថ្នាំកង់វានៅរបបតិចតួចបងប្អូនប្រើទៅបែប plastic តែម្ដងបាទ lip original បាទដែល light ពិសេសមួយទៀតហ្នឹងគឺប្រភេទ derailleur គឺ Shimano 600ស្អាតប៉និតមែនតើគឺយើងមើលទៅលើកង់ derailleur គាត់ធ្វើក្របដូចនេះកុំឲ្យចូលផុកអញ្ចឹងបាទប៉និតដូចឡានប៉និតអញ្ចឹងឡានប៉ណ្ណាំងអញ្ចឹងបាទហើយដុំក្រោយគឺប្រភេទដុំស្វិត100 Shimano 105ដូចគ្នាណាបាទអញ្ចឹងនេះជារូបរាងទូទៅរបស់គាត់តូចច្រឡឹងស្អាតមែនតើសម្រាប់អ្នកដែល1ម៉ែត្រ50ឡើងរហូតដល់1ម៉ែត្រ68គឺអាចជិះបានស្រួលតែម្ដងសម្រាប់កង់មួយនេះទិញយកទៅប្រើប្រាស់ប្រើជាប់ធន់បានយូរស្អាតមិនមានងាយណាដូចហើយជាប្រភេទសំណប់ចិត្តតែម្ដងបាទអញ្ចឹងនេះជាកង់ Noco ជូជប៉ុនពីហាងកង់ចាក់ងែទាំងអស់គ្នាបាទអរគុណជម្រាបលា